សុស្ដីអ្នកទាំងអស់គ្នាជាពិសេសសុស្ដីទៅដល់បងប្អូនដែលត្រៀមខ្លួនប្រឡងបាក់ឌុបឆ្នាំ2025នេះអញ្ចឹងបាក់ឌុបឆ្នាំនេះគឺយើងប្រឡងនៅក្នុងខែ8នេះហើយសល់ពេលមិនយូរទៀតទេគឺដល់ថ្ងៃប្រឡងវីដេអូនេះបងបានចង់ដាក់ផ្ញើទៅបងប្អូនថារយៈពេលពីពេលហ្នឹងរហូតដល់ថ្ងៃប្រឡងជាពេលវេលាមួយដែលបងប្អូនគួរពង្រឹងសមត្ថភាពហើយយកចិត្តទុកដាក់ក្នុងការអនុវត្តទៅលើវិញ្ញាសាស្តង់ដារសុទ្ធតែបានយើងចាំបាច់ត្រូវតែអនុវត្តទៅលើវិញ្ញាសាស្តង់ដារបាក់ឌុបព្រោះដោយសារការអនុវត្តបែបនេះគឺធ្វើយើងដឹងអំពីសមត្ថភាពរបស់យើងថាអាចទៅរួចដល់ខ្វះខាតនៅចំណុចណាបងលើកថាគឺយើងគួរយកវិញ្ញាសាចាស់ក៏ដូចជាវិញ្ញាសាថ្មីដែលលោកគ្រូអ្នកគ្រូគាត់បានបង្ហោះតាមបណ្ដាញសង្គមយកមកធ្វើហើយយើងកំណត់ពេលវេលាហ្នឹងឲ្យត្រូវទៅនឹងម៉ោងដែលខាងក្រសួងអប់រំបានកំណត់ទៅលើស្តង់ដារបាក់ឌុបដូចគ្នាឧបមាថាយើងធ្វើអនុវត្តទៅលើវិញ្ញាសារូបវិទ្យាតើគេមានរយៈពេលប៉ុន្មានម៉ោងក្នុងការធ្វើវាអញ្ចឹងយើងកំណត់ដូចគ្នាតោះឲ្យយើងអនុវត្តទៅលើវិញ្ញាសាហ្នឹងថាតើក្នុងរយៈពេលប៉ុន្មានម៉ោងហ្នឹងយើងអាចធ្វើវារួចអត់តោះថាឥឡូវយើងកំណត់1ម៉ោងកន្លះអញ្ចឹងតើ1ម៉ោងកន្លះនេះយើងអាចធ្វើវារួចអត់បើយើងកំណត់រយៈពេល1ម៉ោងកន្លះទៅយើងអនុវត្តទៅលើវិញ្ញាសាមួយហ្នឹងយើងធ្វើចប់សពគ្រប់ឲ្យត្រូវអញ្ចឹងសាច់យើងអាចធ្វើយ៉ាងម៉េចតែគាត់ថាយើងកំណត់រយៈពេល1ម៉ោងកន្លះតែដល់ពេលធ្វើទៅស្រាប់តែធ្វើអត់ចប់ធ្វើអត់ត្រូវធ្វើពេលប្រមូលនេះណោះចប់ឡើងខុសពេញណាស់អញ្ចឹងយើងអាចដឹងថាអូសមត្ថភាពយើងទៅលើមុខជាមួយហ្នឹងវាជានៅស្ទើរខ្លាំងអញ្ចឹងយើងពង្រឹងវាបន្ថែមឲ្យកាន់តែល្អណាអញ្ចឹងវាមានសារៈសំខាន់ដែលបងប្អូនគួរធ្វើបែបហ្នឹងអញ្ចឹងបងនៅតែលើកទឹកចិត្តថាបងប្អូនរយៈពេលហ្នឹងគួរតែស្រាវជ្រាវវិញ្ញាសាដែលលោកគ្រូអ្នកគ្រូក៏បានបង្ហោះតាមបណ្ដាញសង្គមវិញ្ញាសាដែលស្តង់ដារបាក់ឌុបណាហើយមួយទៀតវិញ្ញាសាធ្លាប់ចេញពីមុនមកគឺកុំចោលសោះត្រូវតែអនុវត្តធ្វើវាឲ្យបានល្អអញ្ចឹងវីដេអូមួយហ្នឹងគឺបងមានតែប៉ុណ្្នឹងទេហើយនៅតែប្រាប់ថាបងប្អូនត្រូវតែធ្វើស្ដាប់បានល្អដើម្បីឈានទៅរកការប្រឡងបាក់ឌុបប្រឡងបានជាប់គ្រប់គ្នាហើយបានពិន្ទុល្អគ្រប់គ្នាអរគុណច្រើន